ចាលោកនាងជាទីមេត្រីតំណាងរាជគណៈបក្សសង្គ្រោះជាតិ55រូបក្នុងនោះ7រូបជាស្ត្រីបានធ្វើសច្ចាប្រណិធាននៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រកាលពីថ្ងៃអង្គារហើយនឹងក្រុងទៅចូលប្រជុំសភានៅថ្ងៃទី8ខែសីហាខាងមុខជាប្រធានបកបានថ្លែងប្រាប់សារព័ត៌មានថាការព្រមព្រៀងចូលសភានេះគឺដោយសារតែការទាមទារបានជោគជ័យយ៉ាងណាក៏ដោយក្រុមអ្នកវិភាគសង្គមសង្កេតឃើញថាគណៈបកនេះហាក់ពុំបានសម្រេចតាមការទាមទារទាំងស្រុងនៅឡើយទេមកដល់ពេលនេះហើយប្រកាសទៅចូលទៅធ្វើការក្នុងសភានោះគឺដើម្បីបង្ក្រប់សម្លេងពហុបកក្នុងស្ថាប័ននេះអ្នកស្រីសុជីវីរាយការណ៍ការឈានជំហានថ្មីនេះគណៈបកសង្គ្រោះជាតិរំពឹងថាគឺជាការចូលទៅតស៊ូមតិនៅក្នុងរដ្ឋសភាក្នុងនាមតំណាងរាស្ត្រការពារផលប្រយោជន៍ជនរងគ្រោះវិញម្ដងប៉ុន្តែប្រការនេះក៏បង្កឲ្យមានការរិះគន់និងរំលឹកឲ្យឃើញពីពាក្យសន្យាមួយចំនួនរបស់អ្នកដឹកនាំគណៈបកសង្គ្រោះជាតិសម្រាប់ទាមទារឲ្យផ្ដល់យុត្តិធម៌ក្នុងការបោះឆ្នោតហាក់នៅថ្មីៗនៅឡើយនៅក្នុងអារម្មណ៍សាធារណជនជាពិសេសក្រុមអ្នកគាំទ្រគណៈបកសង្គ្រោះជាតិប្រធាននិងអនុប្រធានគណៈបកសង្គ្រោះជាតិធ្លាប់បានបដិញ្ញាជាក់លាក់និងជាច្រើនលើកច្រើនសារណាស់ក្នុងរយៈពេលជិត1ឆ្នាំនៃការទាមទាររបស់គណៈបកនេះមិនថាក្នុងមហាបាតុកម្មសមាជមហាជនក្នុងសន្និសីទកសែតនិងតាមប្រព័ន្ធផ្សព្វផ្សាយនានាទេទទួលយកបានទេបងប្អូនស៊ីសស្វាណាបាទលេស៊ីលកូបាទទេដូច្នេះហើយយើងចាំមើលតើគេរកយុទ្ធធម៌យើងអត់ណាបងប្អូនណាបើរកយុទ្ធធម៌យើងខ្មែររួបរวมគ្នាខ្មែរធ្វើការជាមួយគ្នាដើម្បីកសាងប្រទេសតគ្នាបើសិនណាមិនរកយុទ្ធធម៌យើងប្រជារាស្ត្ររកយុទ្ធធម៌តែខ្លួនយើងក្នុងគោលដៅសម្រាប់ការទាមទារទាំងនោះពេលខ្លះមេដឹកនាំគណៈបកនេះហ៊ានរហូតដល់ប្រកាសថាពុំមានអធិបុលអំណាចឬទឹកប្រាក់ណាមួយអាចជាបសង្កត់បានឡើយជានេះសម្លុតអត់ឆ្លាតទិញអត់ដួសបបាយអត់បានដូច្នេះទាំងការអះអាងនោះហាក់ពុំប្រែប្រួលទេរហូតដល់ពេលដែលមានកិច្ចព្រមព្រៀងបញ្ចប់ភាពជាប់គាំងនយោបាយកាលពីថ្ងៃទី22ខែកក្កដានោះក៏ដោយខុសប្លែកពីការបដិញ្ញានេះការទាមទារសម្រាប់ប្រយោជន៍ជាតិដែលគណៈបកនេះបានសន្យាថាធ្វើឲ្យបាននោះហាក់សម្រេចបានតិចតួចប៉ុន្តែគណៈបកនេះទំនងបានផលប្រយោជន៍ទៅដល់សមាជិករបស់ខ្លួនច្រើនជាងប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកអ៊ូវីរៈមានប្រសាសន៍ថាការទាមទារដែលជាគោលសំខាន់ពីដំបូងរបស់គណៈបកសង្គ្រោះជាតិនៅក្រៅការបោះឆ្នោតគឺស្ទើរតែមិនបានទទួលជោគជ័យសោះនៅក្នុងសមាជមហាជនមួយលើកជាពីរលើករបស់គណៈបកសង្គ្រោះជាតិបានចងក្រងនៅសេចក្តីសម្រេចមួយចំនួនដែលត្រូវគណៈបកនេះយកជាគោលសម្រាប់ការទាមទារជាមួយនឹងគណៈបកប្រជាជនកម្ពុជាដែលកាន់អំណាចចំណុចទាំងនោះរួមមានទាមទារឲ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតដោយស្ថាប័នឯករាជ្យកំណត់ការបោះឆ្នោតឡើងវិញឲ្យកោជបក្លាយជាស្ថាប័នឯករាជ្យទាមទារឲ្យមានវិទ្យុទូរទស្សន៍សម្រាប់បកជាដើមលោកអ៊ូវីរៈសង្កេតឃើញថាគណៈបកនេះទទួលបានផលប្រយោជន៍បន្តិចបន្តួចដែរនៅក្រៅពេលដែលមានការផ្លាស់ប្ដូរចំណុចទាមទារមួយចំនួនដល់ពេលគាត់ដូរហើយអានឹងគឺគាត់បានខ្លះដែរតែទៅនឹងកោជបឯករាជ្យនិងការកែប្រែលក្ខន្តិកៈទីក្នុងវិធីអញ្ចឹងគាត់បានខ្លះដែរថាអត់បានទេប៉ុន្តែមើលទៅអ្វីដែលគាត់បាននេះគឺមិនខុសពីអ្វីដែលគណៈបកប្រជាជនយល់ព្រមតាំងពីបោះឆ្នោតជាម្លេះបើសិនជាបកសង្គ្រោះជាតិចង់បានតែប៉ុណ្ណឹងគឺគាត់មិនបាច់រងចាំមួយឆ្នាំទេដើម្បីបានប៉ុណ្ណឹងទេបាទនៅខាងក្រៅគោលការណ៍ទាមទារដែលមានចែងលើក្រដាសឬការទាមទារដែលប្រកាសជាសាធារណៈគណៈបកសង្គ្រោះជាតិបានព្យាយាមស្វែងរកតុល្យភាពអំណាចនៅក្នុងសភានិងបង្កើតឲ្យមានការសម្របសម្រួលមួយចំនួនដែលផ្ដើមពីការគៀបសង្កត់ផ្នែកនយោបាយអ្នកវិភាគការអភិវឌ្ឍសង្គមលោកកែមលីមើលឃើញថាការទាមទារដើម្បីផលប្រយោជន៍ជាតិប្រយោជន៍ម្ចាស់ឆ្នោតបានបដូរទៅជាប្រយោជន៍បុគ្គលអ្វីដែលគាត់មិនអាចសម្រេចបាននឹងវាលើសលប់ពីព្រោះអ្វីដែលគាត់មិនអាចសម្រេចបានវាសុទ្ធតែជាគោលការណ៍គ្រឹះសម្រាប់ធ្វើមិនឲ្យប្រទេសនឹងវាមានយុត្តិធម៌ធ្វើមិនឲ្យប្រទេសនឹងវាដើរទៅវាល្អធ្វើមិនឲ្យប្រជាជននឹងទទួលរងការជួយចាប់តិចបំផុតហើយអ្វីដែលគាត់សម្រេចបានគឺគាត់គ្រាន់តែបានផលប្រយោជន៍បុគ្គលផលប្រយោជន៍ជាតិសឹងតែសូន្យគណៈបកប្រជាជនមិនចង់ទោះបីជាគណៈបកសង្គ្រោះជាតិរុញយ៉ាងណាក៏ដោយมันអាចដូចគាត់អះអាងយ៉ាងណានៅក្នុងកិច្ចព្រមព្រៀងដោះស្រាយភាពតល់ច្រកនយោបាយរវាងគណៈបកជាប់ឆ្នោតទាំងពីរកាលពីថ្ងៃទី22ខែកក្កដាបានបង្ហាញថាគណៈបកសង្គ្រោះជាតិទទួលបានលទ្ធផលតិចតួចដែរមានដូចជាការដាក់គោជបជាស្ថាប័នធម្មនុញ្ញការព្រមព្រៀងរើសសមាជិកគោជបនិងធ្វើឲ្យស្ថាប័នជាតិសំខាន់មួយចំនួនមានឯករាជ្យភាពជាដើម
អនុប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខាថ្លែងនៅក្រៅពេលដែលបានចេញពីស្បត់នៅក្នុងព្រះបរមរាជវាំងថាអភ័យឯកសិទ្ធិសភានៅពេលនេះនឹងជួយអ្នកតំណាងរាជគណៈបកសង្គ្រោះជាតិឲ្យមានសិទ្ធិអំណាចគេចផុតពីការគំរាមកំហែងតាមរយៈប្រព័ន្ធតុលាការហើយយើងមានអភ័យឯកសិទ្ធិពេញលេញថ្ងៃនេះហើយយើងអាចធ្វើការតស៊ូដោយអហិង្សាតទៀតដោយអត់មានប្រព័ន្ធតុលាការណាយកមកគំរាមយើងដើម្បីឲ្យយើងនឹងមានភ័យខ្លាចអីទៀតទេចំពោះលោកអ៊ូវីរៈប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាវិញលោកមើលឃើញថាមូលហេតុដែលធ្វើឲ្យការទាមទារមិនបានជោគជ័យនៅចំណុចសំខាន់នោះក៏ដោយសារតែគណៈបកនេះពុំមានយុទ្ធសាស្ត្រច្បាស់លាស់នៅឡើយគួរតែគិតឲ្យស្ដាប់នៅអ្វីដែលគាត់ចង់បានវិធីសំខាន់ហ្នឹងទាំងអស់ហ្មងហើយទៅគាត់រុញច្រើនកន្លែងរុញច្រើនបានរុញទាមទារជាកញ្ចប់ឲ្យបានច្រើនមកហើយចរចាទៅនឹងវិញអាហ្នឹងគឺគាត់បានច្រើនណាស់គាត់បានច្រើនគាត់មកបើមិនយើងរុញតែមួយហ្នឹងបើគាត់រាប់ឲ្យជនគេព្រមហ្នឹងមានជួបគ្នាហ្នឹងជាក្នុងករណីចរចាតាំងពីឆ្នាំមុនមកយកការកម្លែកតម្រង់ស្ថាប័នជាគោលប្រហែលជាគណៈបក្សប្រជាជាតិបានច្រើនជាងព្រោះកាលហ្នឹងហាក់ដូចជាមានកម្លាំងគណៈបក្សប្រជាជាតិមានកម្លាំងខ្លាំងមិនខុសគ្នានេះលោកកែមលីមើលឃើញដែរថាដោយសារតែពុំមានយុទ្ធសាស្ត្ររឹងមាំផងដោយសារបារម្ភថាតំណាងរាស្ត្រនឹងត្រូវជាប់ពន្ធនាគារផងនិងការធ្លាក់ទឹកចិត្តនៃក្រុមអ្នកតំណាងរាស្ត្រផងគឺជាមូលហេតុនៃការដែលទទួលបានលទ្ធផលតិចតួចទាំងការចាត់ដាក់ពន្ធនាគារទាំងគម្រាមកំហែងបំរុងនឹងចាត់សមាជិករបស់គាត់អញ្ចឹងក៏អត់មានជំរឿនទីពីរដោយសារតែគាត់វារៀងធុញទ្រាន់នឹងស្ថានភាពហ្នឹងគាត់វារៀងចាស់ទៅហើយគាត់វាដូចជាខ្លាចផងទំសកាយសមរស៊ីចាប់ផ្ដើមខ្លាចរឿងទី3សមាជិកាមួយចំនួនដែលគាត់មានស្ថានភាពក្រីក្រគាត់ខ្វះលៀងណានិយាយរួមទៅគាត់អត់មានពាក្យការពាក្យអីយូរនៅក្នុងហេតុផលនេះនៅក្រៅហេតុការអំពើហិង្សានៅថ្ងៃទី15ខែកក្កដាមន្ត្រីគណៈបកសង្គ្រោះជាតិចំនួន8នាក់ត្រូវចាប់ឃុំខ្លួនចំណែកអនុប្រធានគណៈបកនេះគឺលោកកឹមសុខាក៏ត្រូវតុលាការកោះហៅដោយពួកគេប្រឈមនឹងមានទោសនៅក្នុងបទព្រហ្មទណ្ឌបញ្ហានោះជំរុញឲ្យគណៈបកសង្គ្រោះជាតិវិលទៅរកតុចរចាជាថ្មីចំណែកនៅក្រៅការឃាត់ខ្លួនយុវជនគណៈបកសង្គ្រោះជាតិ3នាក់អ្នកតំណាងរាស្ត្រទាំង55រូបបានចូលស្បត់អ្នកវិភាគសង្គមលោកកែមលីថ្លែងថាពិតមែនថាមានលទ្ធផលតិចតួចក៏គណៈបកសង្គ្រោះជាតិនឹងជួបបញ្ហាជាច្រើនទៀតដែលអាចកើតឡើងនិងពិបាកធ្វើឲ្យលទ្ធផលទាំងនោះទទួលបានជោគជ័យក្រៅពីមិនអាចសម្រេចតាមគោលដៅនៃការទាមទារគណៈបកសង្គ្រោះជាតិក៏ត្រូវមើលឃើញថាបានងាកចេញពីការសន្យាដែលថាគណៈបកនេះគ្រប់ឆន្ទៈរបស់ម្ចាស់ឆ្នោតត្រង់នេះលោកកែមលីបានផ្ដល់អនុសាសន៍ថាគណៈបកសង្គ្រោះជាតិត្រូវបំពេញកិច្ចការជាច្រើនទើបអាចធានាបានថាគណៈបកនេះអាចរក្សាប្រជាប្រិយភាពជួយគ្រប់គ្រងជួយដោះស្រាយជួយតវ៉ានៅក្នុងសភាផងនៅក្រៅសភាផងត្រូវពង្រឹងប្រព័ន្ធគណៈបកហ្នឹងប្រព័ន្ធគាត់អត់មានច្រើនណាស់នៅខ្វះច្រើនណាស់ទីថាប្រព័ន្ធទិន្នន័យលទ្ធផលស្លឹកឆ្នោតប្រព័ន្ធរៀបចំឲ្យមានអ្នកអង្កេតការគណៈបកអាជីពអ្នកអង្កេតការគណៈបកនៅតាមការិយាល័យអីហ្នឹងគឺគាត់ប្រហោងច្រើនសមាជិករបស់គាត់ទៅធ្វើសកម្មដើម្បីឲ្យប្រជាពលរដ្ឋទាំងនៅក្នុងប្រទេសទាំងក្រៅប្រទេសពិនិត្យឈ្មោះបោះឆ្នោតតាមដានការបោះឆ្នោតនឹងបានមាំគាត់ទៅដូរកម្មកិរិយានយោបាយហ្នឹងឲ្យទន់ភ្លន់ឲ្យមានប្រជាធិបតេយ្យហើយបើកចំហគាត់ត្រូវចងប្រព័ន្ធសង្គមមួយដែលរៀបចំបេក្ខភាពតំណាងរាស្ត្រសម្រាប់ឆ្នាំ2018ឲ្យហើយពិតមែនថាមានចំណុចជាច្រើនដែលខ្លួនមិនអាចធ្វើបានជោគជ័យគណៈបកសង្គ្រោះជាតិនៅពេលនេះបានបន្ថែមការសន្យាមួយចំនួនទៀតដូចជាការមិនបណ្ដោយឲ្យគណៈបកប្រជាជនដឹកនាំប្រទេសស្រេចនឹងចិត្តតាមរយៈការប្រើប្រាស់មធ្យោបាយសភានិងកោជបត្រូវជាស្ថាប័នឯករាជ្យជាដើមក្នុងការសន្យាថ្មីនេះមេដឹកនាំគណៈបកសង្គ្រោះជាតិបានអំពាវនាវឲ្យពលរដ្ឋជាម្ចាស់ឆ្នោតត្រូវរងចាំតាមដានការងាររបស់គណៈបកនេះជាមុនសិននាងខ្ញុំសុជីវីវិទ្យុអាស៊ីសេរីភ្នំពេញ